ជំរាបសួរប្រិយមិត្តរៀនហ្គីតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតបាទថ្ងៃនេះខ្ញុំទទួលបានសំណូមពរបាទមិនជាសំណួរទេគាត់បានសំណូមពរឲ្យខ្ញុំបង្ហាញពីការលេង tapping នៅលើហ្គីតាបាទតាមពិតវីដេអូ tapping នឹងបង្ហាញច្រើនហើយធ្វើជាមេរៀនធ្វើជា tap ហ្គីតា tap ធ្វើអីឲ្យច្រើនមែនតើប៉ុន្តែប្រហែលជាគាត់ថ្មីទៅតែមិនឃើញណាដោយសារខ្ញុំទៅតែចាប់ផ្ដើម share យក page រៀនហ្គីតារបស់ខ្ញុំ share profile របស់ខ្ញុំព្រោះថា profile ខ្ញុំ upload វីដេអូបានរៀនហ្គីតាឥឡូវ upload អត់បានទៀតហើយបាទអញ្ចឹងបាទបងប្អូនចង់មានសំណួរអីអាចឃើញការ share ពី page រៀនហ្គីតា share account ខ្ញុំណាបងប្អូនអាចadd friend អីមកហើយ chat សួរអញ្ចឹងណាឬក៏ comment សួរក្នុងវីដេអូហ្នឹងទៅបាទជាស្រ័យចឹងបងប្អូនដែលសំណូមពរហើយមានសំណួរហ្នឹងត្រូវហើយបាទអញ្ចឹងមុននឹងយើងឈានចូលទៅដល់ការលេង tapping បាទដូចតែខ្ញុំតែនិយាយអញ្ចឹងមុននឹងចង់ចេះ solo ចង់ tapping ចង់អីអញ្ចឹងយើងគួរតែចេះ scale ស្គាល់ឈ្មោះ note នៅក្នុង scale របស់យើងអញ្ចឹងជាធម្មតាទូទៅយើងតែងតែឧទាហរណ៍មិនឧទាហរណ៍តែលេងនៅលើ scale minor pentatonic ហើយបូកផ្សំជាមួយ technique scale technique និង scale អីផ្សេងៗថែមនៅក្នុងការ solo របស់យើងអញ្ចឹងទៅប៉ុន្តែធៀបពិតគឺយើងលេងនៅក្នុង major scale និង minor pentatonic ហ្នឹងឯងគឺជាអ្វីដែលយើងលេងជាចាំបាច់ជាប្រចាំក្នុងការលេង solo របស់យើងអញ្ចឹងណាអញ្ចឹងនៃនេះខ្ញុំលេងនៅក្នុងខ្ញុំលេង solo នៅក្នុង re minor D minor អញ្ចឹងnote នៅក្នុង D minor pentatonic មានD Fa Sol La and Do ណាដូណាវាមាន Re Fa Sol La Do អញ្ចឹងណាបាទអញ្ចឹងខ្ញុំ form របស់វាទៅក្រោមទៀតដែរតើខ្ញុំធ្វើបាទអញ្ចឹងខ្ញុំជ្រើសរើសយក note ខ្ញុំជ្រើសរើសយក note La និង Do ហើយបន្ទាប់មកខ្ញុំយក note Fa នៅកន្លែងនេះបាទដើម្បី tap អញ្ចឹងបងប្អូនដឹងហើយដូចខ្ញុំនិយាយមកអញ្ចឹងវាមាន note ចូលហើយណាré អត់ទាន់ត្រូវទេfa យើងត្រូវ fa lạiនេះមួយដល់ពេល sol ណាអត់មានទេ la យើងមាន la lạiនេះមួយដល់ពេល lại នេះ do បាទយើងមាន do lạiនេះអញ្ចឹងយើងចាប់ផ្ដើមប្រើវាទី1យើងចាប់ផ្ដើម start ចេញពីការ tap យើងសិនណាយើង tap ទៅ note fa យើងដូច pull off វាអញ្ចឹងណាមក fa la do fa la do fa la មូលហេតុដែលខ្ញុំនិយាយ la ដោយសារយើងមាន position goal note la នៅកន្លែងនេះរបស់យើងហើយអញ្ចឹងយើងចាប់តាម fa la do fa ណា fa la do faបាទអញ្ចឹងដោយសារ note របស់យើងscale របស់យើង re minor pentatonic អញ្ចឹង re minor វានៅក្នុងជាមួយ fa major អញ្ចឹងយើងអាចបញ្ចប់ដោយ fa ឬក៏យើងរត់ scale មក note នៅក្នុង scale យើងបញ្ចប់ដោយ re ក៏បានដែរអញ្ចឹងណាតាមបទចម្រៀងរបស់យើងតង់អីតង់ fa ឬតង់ re minor តែវានៅក្នុងគ្រួសារតែមួយទេអញ្ចឹងណាបាទនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញទៅកាន់បងប្អូនដែលបានសួរមកខ្ញុំអញ្ចឹងនៅក្នុង scale អីផ្សេងយើងប្រើ position នឹងដូចគ្នាក្នុងការ tapអញ្ចឹងអ្វីដែលយើងតែគួរដឹងជាចាំបាច់នោះគឺឈ្មោះ note នៅក្នុង scale របស់យើងនៅក្នុងតង់របស់យើងបាទអញ្ចឹងយើង tap note នឹងមកប្រើជាមួយនឹងtechnique ដែលខ្ញុំបានបង្ហាញហ្នឹងយើង start ចេញពីការ tap មុនតមក pull off ហើយតមកmiddle note ហ្នឹងមានអា note នៅកណ្ដាលទេឃើញទេស្ដាំកណ្ដាលឆ្វេងអញ្ចឹងណា middle note ហ្នឹងមកអញ្ចឹងហើយអញ្ចឹងអ្នកនរគ្នានឹងបានតម្រង់ tap ដែលល្អត្រឹមត្រូវបាទក្នុងតង់ណាក៏ដូចតែគ្នាដែរយើងដូរទៅតាម position របស់តង់នីមួយៗហ្នឹងទៅហើយតមកយើងប្រើការ tap ហ្នឹងទៅយើងបានការ tapping ដែលល្អហើយតមកយើង tap ឲ្យត្រូវ tempo នៃបទចម្រៀងរបស់យើងទៅគឺបានហើយអញ្ចឹងណាតែដូចខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាថាសម្រាប់ការ tap ជាមួយ tempo បទចម្រៀងចុះទីហោបើបទ tempo តែ65អីចឹងទៅ tap វាមិនយឺតបាទអញ្ចឹងពាក់ព័ន្ធជាមួយបទរៀង slow
ការ tab យើងនឹង multiple វាមានន័យថាគុណនឹង2ណាអញ្ចឹងយើងព្យាយាមប្រើគុណនឹង2ហ្នឹងប្រៀបបាននឹងយើងប្រើ note អា note យើងដូចខ្ញុំបង្ហាញពីវីដេអូមុនណាគេហៅថា note 16 note អញ្ចឹងណា8 note 16 note អីចឹងទៅប៉ុន្តែយើងព្យាយាមកំណត់ល្បឿនអាការ tab របស់យើងហ្នឹងវាគុណនឹង2ទៅនឹងtempo ដើមហ្នឹងទៅយើងអាចយកវាមកបូកបញ្ចូលជាមួយការលេង solo របស់យើងអា picking note អីតាម tempo ហ្នឹងវាអាចបានស៊ីគ្នាល្អដែរអញ្ចឹងណាអានេះគឺជា technique របស់ខ្ញុំតែខ្ញុំតែងតែយកមកអនុវត្តខ្លួនឯងហើយខ្ញុំចង់ណែនាំទៅកាន់បងប្អូនបាទបើគិតថាល្អយកទៅបើគិតថាអាហ្នឹងមិនល្អទេយើងអាចប្រើប្រាស់ adjust ជាមួយ technique tempo របៀបម៉េចបានអាហ្នឹងបងប្អូនប្រើទៅប៉ុន្តែរបៀបនៃការ tap នៅលើហ្គីតាគឺយើងប្រើក្បួនមួយហ្នឹងគឺជាទម្រង់មួយដែលល្អហើយអ្នកលេងហ្គីតាគ្រប់រូបតែងតែចូលចិត្តប្រើរបៀប technique tap start ចេញពី tab ទៅមុនចឹងទៅណាអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណច្រើនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយមួយទៀត